គេមានរឿងអីទៅដឹងអុយទេតែម្ដងទៀតសិនអូយហើយនរណាគេទេម៉ែអូនរំខានមែនអូគឺម៉ែអូននឹងណាគាត់ទេមកបងចាំបន្តិចទៅណាអូននិយាយជាមួយគាត់តែមួយផ្លែតទេអាឡូម៉ែអាឡូស្រីរតមិនក៏ម៉ែទេទៅកូនឯងពីរបីដងកូនឯងអត់លើកទូរស័ព្ទម៉ែចឹងកូនតាកូនឯងមានរឿងអីមែនកូនហើយគឺខ្ញុំរវល់ធ្វើការណាម៉ែហើយម៉ែឯងតែមកមានការអីដែរម៉ែគឺម៉ែមិនស្រួលខ្លួនកូនហើយម៉ែនឹកកូនខ្លាំងណាស់ម៉ែចង់ឲ្យកូនមកលេងម៉ែថ្ងៃចូលឆ្នាំនេះតើកូនមកលេងម៉ែទេកូនម៉ែបងម៉ែឈឺម៉ែមិនក៏មិនទៅពេទ្យទៅម៉ែហើយម៉ែទេមកប្រាប់ខ្ញុំនេះតើម៉ែជាទេម៉ែហើយចូលឆ្នាំហ្នឹងខ្ញុំក៏មិនបានទៅផ្ទះដែរម៉ែព្រោះថាកន្លែងធ្វើការគេមិនឲ្យទៅទេតែម៉ែឃើញកូនគេមកដល់ផ្ទះអស់ហើយកូនសុំច្បាប់គេពី3ថ្ងៃមកលេងម៉ែទៅកូនម៉ែពិតជានឹកកូនខ្លាំងណាស់អើយហើយម៉ែឯងក៏សាំម៉ែខ្ញុំប្រាប់ហើយថាគេមិនឲ្យឈប់ទេចាំមើលខ្ញុំទៅម៉ែចាំខ្ញុំទៅលេងម៉ែអញ្ចឹងប៉ុណ្ណឹងហើយម៉ែខ្ញុំរវល់ធ្វើការអូនិយាយរួចហើយអូនតោះអញ្ចឹងយើងឆាប់បន្តការងារយើងទៀតទៅណាអូនសម្លាញ់ពុទ្ធោកូនស្រីម្ដាយហេតុអីបានជាកូននិយាយពាក្យបែបនេះដាក់ម៉ែអញ្ចឹងកូនម៉ែពិតជាអន់ចិត្តនឹងកូនខ្លាំងណាស់ហានេះខ្ញុំក្អកចេញឈាមទៀតតើខ្ញុំកាត់អីនឹងដោយសារតែឈឺចិត្តនឹងសម្ដីកូនប្រុសស្រីគាត់ខ្លាំងពេកសមនឹងខ្លួនកំពុងតែមានជំងឺស្រាប់ផងធ្វើឲ្យមីងនួនឈឺចុកចាប់ពេញអោរ៉ារហូតដល់ក្អួតឈាមហាអ្នកនួននេះអ្នកនួនកាត់អីនឹងមិនបានក្អកសត្វឈាមអញ្ចឹងអ្នកតោះចូលក្នុងផ្ទះសម្រាប់សិនទៅអ្នកអូគឺខ្ញុំមិនស្រួលខ្លួនទេអ្នកខ្ញុំចេះតែក្អកបែបនេះមកប្រហែលថ្ងៃហើយថ្ងៃនេះស្រាប់តែក្អកមកមានឈាមបែបនេះខ្ញុំក៏មិនដឹងថាកើតអីដែរងាប់ហើយអ្នកនួននេះអ្នកនួនឈឺប៉ុណ្ណឹងហើយមិនក៏គ្មានកូនណាមកមើលអ្នកសំបីតែម្នាក់អញ្ចឹងអ្នកអូគឺខ្ញុំទេប្រាប់ពួកគេអំបញ្ញមិញហើយអ្នកខ្ញុំមិនសូវហ៊ានរំខានកូនប្រមាណទេព្រោះថាពួកគេសុទ្ធតែរវល់នឹងការងាររៀងខ្លួនកុំគិតអញ្ចឹងអ្នកបើថាមិនស្រួលខ្លួនតែប្រាប់ពួកគេឲ្យមកមើលថែខ្លះទៅព្រោះថាពួកគេជាកូនត្រូវតែមានតួនាទីមើលថែម្ដាយពេលចាស់ជរាពេលឈឺបែបនេះហើយអ្នកណាក៏គេរវល់ដែរអ្នកតែទោះជារវល់ខ្លាំងប៉ុណ្ណាការងារនោះសំខាន់ខ្លាំងប៉ុណ្ណាក៏មិនស្មើនឹងអាយុជីវិតម្ដាយដែរអ្នកចាអ្នកខ្ញុំពិតជាអរគុណអ្នកខ្លាំងណាស់ដែលអ្នកបានមកជួយខ្ញុំគុណស្រីអីទេអ្នកយើងជាអ្នកចិត្តខាងមានការអីយើងត្រូវតែចេះជួយគ្នាអញ្ចឹងហើយអ្នកអញ្ចឹងអ្នកឆាប់សម្រាប់ចុះណាខ្ញុំទៅផ្ទះវិញហើយអ្នក